ថិតនៅក្នុងបរិបទនៃការផ្លាស់ប្ដូរឥតឈប់ឈរនិងទីផ្សារប្រកួតប្រជែងយ៉ាងខ្លាំងនាពេលបច្ចុប្បន្នបានធ្វើឲ្យបុគ្គលិកនិងក្រុមហ៊ុនមួយចំនួនបានបាត់បង់នៅឱកាសក្នុងការប្រកួតប្រជែងឬអាចឈានទៅដល់ការបិទអាជីវកម្មនិងបាត់បង់ការងារដែលកត្តានេះគឺបណ្ដាលមកពីការមិនគិតគូរលើការអភិវឌ្ឍជំនាញតើការមិនអើពើលើការអភិវឌ្ឍជំនាញអាចប៉ះពាល់ដល់ភាពរីកចម្រើននៃអាជីពឬអាជីវកម្មបែបណាខ្លះចាសសូមគោរពជំរាបសួរទស្សនិកជនសូមស្វាគមន៍មកកាន់កម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ចាសកម្មវិធីជំនាញខ្ពស់ចំណូលខ្ពស់ត្រូវបានផលិតឡើងនៅក្នុងគោលបំណងអប់រំពិភាក្សាលើកកម្ពស់ការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងកម្លាំងពលកម្មនាពេលបច្ចុប្បន្ននិងអនាគតទៅកាន់ប្រជាជនកម្ពុជាចាសកាលពីវគ្គមុនយើងបានជជែកគ្នាច្រើនអំពីសារៈសំខាន់នៃជំនាញទន់ចាសហើយវាគ្មិនកិត្តិយសក៏លោកបានលើកឡើងអំពីចំណុចសំខាន់មួយចំនួនដែលចាំបាច់សម្រាប់និយោជិតឬក៏កម្មករត្រូវការបំពេញបន្ថែមនៅក្នុងពេលដែលលោកបំពេញកិច្ចការងារប្រចាំថ្ងៃចាសហើយនៅក្នុងថ្ងៃនេះដែរយើងក៏មិនទៅណាឆ្ងាយអំពីការអភិវឌ្ឍជំនាញទេយើងនឹងបន្តជជែកគ្នាបន្ថែមទៀតជាមួយនឹងវាគ្មិនរបស់យើងដដែលចាសគឺលោកបណ្ឌិតតាន់មុនីវ៉ាន់ដែលយើងនឹងជជែកគ្នាទៅលើប្រធានបទថ្មីមួយទៀតតាក់ទងទៅនឹងការមិនអើពើក្នុងការអភិវឌ្ឍជំនាញអាចជះផលប៉ះពាល់ដល់អាជីវកម្មឬអាជីពជំរាបសួរលោកបណ្ឌិតចាសូមអរគុណសម្រាប់ការជួបគ្នាម្ដងទៀតទៅលើប្រធានបទថ្មីចាកាលពីវគ្គមុនយើងទៅចែកគ្នាច្រើនអំពីជំនាញទន់ចា soft skill ច្រើនហើយលោកបណ្ឌិតបានលើកឡើងនៅជំនាញទន់សំខាន់មួយចំនួនដែរសម្រាប់កម្មករនិយោជិតដែលគាត់ត្រូវការអភិវឌ្ឍខ្លួនឯងខ្លាយទៅជាអ្នកដឹកនាំខ្លាយទៅជាអ្នកគ្រប់គ្រងចាំបាច់ត្រូវតែមានជំនាញទន់មួយចំនួនចាហើយនៅក្នុងថ្ងៃនេះវិញចាយើងនឹងជជែកគ្នាលើប្រធានបទថ្មីយើងចង់ដឹងអំពីបញ្ហាប្រឈមឬក៏ហានិភ័យមួយចំនួនដែលគាត់ត្រូវជួបប្រសិនបើគាត់អត់អភិវឌ្ឍខ្លួនជាក់ស្ដែងនៅក្នុងករណីថាបុគ្គលិកម្នាក់ឬក៏កម្មករដែលគាត់ខ្លួនគាត់ហ្នឹងនៅពេលដែលគាត់មានកិច្ចការងារហើយគាត់ភាគច្រើនយើងនិយាយភាសាសាមញ្ញគឺគាត់អត់សូវចង់ទៅរៀនទៀតទេមានការងារហើយចាទៅរៀនអីទៀតគាត់ខ្ជិលទៅរៀនឬក៏គាត់អត់ចង់ទៅរៀនលោកបណ្ឌិតអាចជួយបញ្ជាក់បានទេថាតើមូលហេតុអ្វីទៅដែលគាត់អត់ចង់ទៅរៀនហើយអាចនឹងជួបហានិភ័យអ្វីខ្លះដែរបើសិនបើគាត់អត់ចង់អភិវឌ្ឍខ្លួនហ្នឹងឯងចាសូមជើញលោកបណ្ឌិតបាទអរគុណចិនរៀបយើងបានជួបគ្នាម្ដងទៀតតែពិតយើងដឹងថានៅក្នុងពិភពលោកយើងនេះគឺវាមានប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍអញ្ចឹងប្រទេសកំពុងអភិវឌ្ឍហ្នឹងមិនមែនតែគិតតែពី infrastructure ទេគឺគិតខ្លាំងទៅលើធនធានមនុស្សនឹងឯងចា៎អញ្ចឹងបើយើងមើលនៅក្នុងយន្តការការជំរុញសេដ្ឋកិច្ចពិភពលោកក៏គេមើលទៅលើ SME យូរទូចហ្នឹងខ្លាំងហើយពិសេសគឺលើជំនាញនឹងឯងតែពិតការប្រោះបដាធនធានមនុស្សវាមាន2ទី1គឺអាចថាក្រុមហ៊ុនគាត់មាន budget ហើយគាត់មានគម្រោងរបស់គាត់នៅក្នុងការទស្សនវិស័យគាត់ត្រៀម budget សម្រាប់ប្រោះបដាបើតាមយើងមើលក្រុមហ៊ុនមួយចំនួនមិនទាន់មានទេពិតមែនចា៎បានមិនទាន់មានទេអញ្ចឹងគឺសម័យខ្លួនត្រូវគិតខ្លួនឲ្យបានច្រើនជាងព្រោះយើងដឹងថាធម្មតាការធ្វើការវាអត់អាចឲ្យយើងនៅទួលនីតិដដែលបានទេម៉ោងនេះអញ្ចឹងបើគេចង់តឡើងប្រាក់ខែឲ្យយើងក៏ត្រូវតែយើងមានជំនាញខ្ពស់ជាងមុនដែរហើយនៅក្នុងម៉ោងនេះបច្ចេកវិទ្យាគ្រប់បែបយ៉ាងទាំងអស់គឺលឿនមែនទែនដាច់ខាតមនុស្សម្នាក់ត្រូវតែពង្រីកចំណេះដឹងរបស់ខ្លួនឲ្យបានទាន់សភាពការខ្ញុំយល់ឃើញថាបងប្អូនខ្លះគាត់ហាក់ដូចជាមិនសូវចង់ពង្រីកចំណេះដឹងដែរចា៎ប្រហែលជាគាត់នៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នមួយដែលមិនមានផូសិនថ្មីសម្រាប់គាត់បាទប៉ុន្តែខ្ញុំសូមជម្រាបបងប្អូនក្មួយថាយើងកុំគិតបែបហ្នឹងព្រោះយើងជាបុគ្គលម្នាក់ត្រូវបង្ហាញមហិច្ឆតាពង្រីកសមត្ថភាពរបស់យើងនៅអ្វីដែលយើងអាចធ្វើកើតបើយើងគិតថានៅកន្លែងនេះគ្មានទូនាទីថ្មីត្រូវយើងរៀនចេះហើយអត់បានប្រាក់ខែខ្ពស់យើងក៏ត្រូវពិចារណាពង្រីកចំណេះដឹងដើម្បីទៅកាន់ស្ថាប័នមួយថ្មីដែរចា៎អញ្ចឹងទេមិនគួរនៅស្ងៀមទេយើងឃើញថាបងប្អូនខ្លះក៏អត់ចង់រៀនមែនគាត់ចង់រៀនប្រហែលជាគាត់មិនទាន់បានគិតបានវែងឆ្ងាយហើយយើងដឹងថាកាលណាគេចង់តឡើងប្រាក់ខែឲ្យយើងគេចង់តឡើងទូនាទីរបស់យើងតតែយើងពង្រីកសមត្ថភាពចា៎នៅប្រទេសជឿនលឿនជំរាបបងអូនខ្លារ៉ាថាអ្នកធ្វើការដូចកូនសិស្សអញ្ចឹងរៀនគេឲ្យរៀនបាទមួយឆ្នាំហ្នឹងគេឲ្យយើងរៀនជំនាញហាត់ច្រើនរៀនជួសជុលឬអីច្រើនអញ្ចឹងទៅប៉ុន្តែនៅក្នុងមួយឆ្នាំទៀតក៏គេឲ្យយើងទៅវគ្គបណ្ដុះបណ្ដាលមួយដើម្បីតម្លើងកម្រិតបើសិនជាយើងនៅត្រែប្រហែលជាអាចក្រុមហ៊ុនគេអត់ទទួលយកទេ
អញ្ចឹងម្ដងមកនេះប្រទេសកម្ពុជាក៏ដល់មកដូចគ្នាដែរបើសិនជាយើងនៅកាន់ទួលនីតិតរ៉ែតរ៉ែច្បាស់ណាស់ប្រាក់ខែមិនឡើងទេបាទទោះបីយើងចង់បានប្រាក់ខែខ្ពស់គួរយើងអាចបានអញ្ចឹងមានគេថាបងប្អូនគិតចូលរួមជាមួយរដ្ឋាភិបាលជាមួយក្រុមហ៊ុនពង្រីកចំណេះដឹងកុំគិតថាខ្ញុំរៀនទៅអត់បានអីតើម៉ោងនេះបងអូនត្រូវតែធ្វើអីដើម្បីពង្រីកចំណេះដឹងឲ្យបានទាន់ស្ពីការពលរដ្ឋាភិបាលបានគិតលឿនណាស់ម៉ោងនេះបងប្អូនប្រហែលជានឹងអាចតាមមិនទាន់គោលនយោបាយផងទេបាទព្រោះក្រសួងការងារក្រសួងពាក់ព័ន្ធផ្សេងទៀតក៏ដូចជាការសហព័ន្ធនានានៅក្នុងវិស័យឯកជននឹងកំពុងតែបានគិតទៅលើការប្រព្រឹត្តនឹងខ្លាំងដែរបាទចាអរគុណច្រើនលោកបណ្ឌិតលើកឡើងមុននឹងដែរតកតងទៅនឹងចំណូលផ្ទាល់ខ្លួនសម្រាប់បុគ្គលិកហ្នឹងបើសិនបើគាត់ចង់បានចំណូលច្រើនជាងមុនតើគាត់មានសមត្ថភាពច្រើនជាងមុនដែរចាហើយលោកបណ្ឌិតក៏លើកថាបើសិនបើគាត់កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនដែលអត់បានផ្ដោតទៅលើការអភិវឌ្ឍធនធានមនុស្សនៅក្នុងក្រុមហ៊ុនទេចុះបើសិនបើជាសម្រាប់ម្ចាស់អាជីវកម្មហ្នឹងបើសិនបើគាត់អត់គិតថាការអភិវឌ្ឍបុគ្គលិករបស់គាត់ជាផែនការអភិភាពលោកបណ្ឌិតគិតថាក្រុមហ៊ុនហ្នឹងអាចនឹងជួបបញ្ហាអីដែរបាទសំណួរនេះល្អបងអូនថាយើងឃើញថាក្រុមហ៊ុនជាទូទៅមិនសូវមានធនធានមនុស្សច្រើនទេដែលនៅក្នុងឱកាសម៉ោងនេះយើងដឹងថាការប្រកួតប្រជែងវាមិនមែនប្រកួតប្រជែងតែលើរបរទេគឺការប្រកួតប្រជែងទៅលើធនធានមនុស្សអញ្ចឹងការប្រកួតប្រជែងលើរបរបានន័យថារបរដូចគ្នាតើយើងត្រូវធ្វើស្អីឲ្យរបរហ្នឹងវាដើរលឿនជាងគេចុះអារបរហ្នឹងវាដើរលឿនជាងគេវាចេញមកពីស្អីគឺធនធានមនុស្សវាមិនអាចថាយើងធ្វើរបរមួយគ្មានការប្រកួតប្រជែងទេហើយក៏គ្មានរបរណាល្អមួយលឿនបានដោយគ្មានធនធានមនុស្សដែរសំណួរនេះល្អមែនទែនថាខ្ញុំសូមអំពាវនាវឲ្យក្រុមហ៊ុនងាកមកចាប់យកការពង្រីកធនធានមនុស្សនៅក្នុងស្ថាប័នរបស់ខ្លួនបើសិនជាយើងរងចាំតែឲ្យបុគ្គលិកភ្ញាក់ស្មារតីកម្មករភ្ញាក់ស្មារតីគាត់ទៅរៀនប្រហែលជាមិនមានភាគរយខ្ពស់ទេដោយសារគាត់ត្រូវការគេហៅថាម្ហូបអាហារការចាយវាប្រចាំថ្ងៃអញ្ចឹងពេលដែលគាត់ទៅរៀនហ្នឹងគាត់អត់មានលុយចាយទេអញ្ចឹងក្រុមហ៊ុនត្រូវតែជាអ្នកទទួលខុសត្រូវលើផ្នែកនេះឲ្យបានច្រើនបើនៅស្រុកគេបានសិតហ្មងក្រុមហ៊ុននីមួយៗគេដាក់ការប្រប្រដានហ្នឹងគឺអាចបាត់ចិត្ត3ទៅ5%ចំណូលបានមកគឺទៅប្រប្រដានចា៎ហើយរដ្ឋាភិបាលគួរលើកទឹកចិត្តខ្លាំងឥឡូវនេះរដ្ឋាភិបាលយើងក៏បានលើកទឹកចិត្តទៅលើ digital ផងទៅលើការប្រប្រដានបើសិនជាការប្រប្រដានហ្នឹងជំរុញជំនាញនឹងបានគឺរដ្ឋាភិបាលអាចនឹងដកផ្នែកមួយចំនួននៃការបង់ពន្ធជូនរដ្ឋនឹងដើម្បីជំរុញការប្រប្រាស់ជាពិសេសគឺបញ្ហាបច្ចេកវិទ្យាអញ្ចឹងយើងឥឡូវយើងសួរថាបើសិនជាយើងត្រូវការជំនាញតើយើងបដិបដាជំនាញផ្ទៃក្នុងខ្លួនឯងទី1ទី2រុញមនុស្សផ្ទៃក្នុងឲ្យទៅរៀននៅក្រៅឬមួយក៏ឲ្យបុគ្គលិកគាត់ភ្ញាក់រលឹកទៅរៀនខ្លួនឯងឬមួយក៏យើងទៅរើសជំនាញស្រាប់មកជាបទពិសោធន៍ខ្ញុំចង់ឲ្យក្រុមហ៊ុនត្រៀមថវិកាបដិបដាគេហៅថាសហការីរបស់ខ្លួនបុគ្គលិករបស់ខ្លួនឲ្យបានច្រើនព្រោះធម្មតាការដែលយើងទៅយកធនធានមនុស្សពីក្រៅមិនប្រកាសថាយើងរើសបានទេមិនប្រកាសថារើសបានទេទី2ការរើសធនធានមនុស្សគឺជាការទុកចិត្តអញ្ចឹងខ្ញុំអូថតថាបើយើងធ្វើការនៅក្នុងក្រុមជាមួយគ្នាបាន2ឆ្នាំយើងស្គាល់ចិត្តស្គាល់ថ្លើមគ្នាអញ្ចឹងបើយើងចង់បដោះមនុស្សម្នាក់ហ្នឹងបានន័យថាឲ្យគាត់ទៅរៀនទៅយើងផ្ដល់ថវិកាគាត់លើកទឹកចិត្តគាត់មនុស្សនឹងត្រឡប់មកធ្វើការវិញទី1យើងចំណេញអីយើងមិនបាច់ប្របាក់រើសទី2មនុស្សនឹងធ្លាប់មានបទពិសោធន៍ធ្វើការនៅកន្លែងនេះតែគាត់យល់ពីរបៀបធ្វើការជាមួយគ្នាទី3គឺការទុកចិត្តអញ្ចឹងបើយើងទៅរើសមនុស្សថ្មីមកវាត្រូវការពេលបាទមិនប្រកាសថាមនុស្សថ្មីយើងមិនទុកចិត្តទេប៉ុន្តែយ៉ាងហោចណាស់គោយើងដឹងថាសហការីយើងធ្វើការជាមួយគ្នាយើងទុកចិត្តឲ្យស្រាប់អញ្ចឹងជាគោលការណ៍ធម្មតាទេអមមកខ្ញុំជាបុគ្គលិកអញ្ចឹងបងអូនខ្លាណាជាតកែឲ្យលុយខ្ញុំទៅរៀនរឿងអីខ្ញុំទៅរៀនបានមកហើយខ្ញុំចាក់ចេញពីក្រុមហ៊ុនខ្ញុំមិនចាក់ចេញទេយ៉ាងហេតុណាក៏ខ្ញុំមានភាគរយខ្ពស់ថាអូខេគុណបំណាច់តកែជាមេឲ្យខ្ញុំបានទៅរៀនអញ្ចឹងខ្ញុំត្រូវតែមានលក្ខខណ្ឌមួយគោរពជួនកាលគេមានកិច្ចកងត្រាផងបាទអ្នកឯងទៅរៀនទៅគេមកវិញអ្នកឯងធ្វើកងត្រាគេឲ្យធ្វើការជាមួយក្រុមហ៊ុនទីផុត3ឆ្នាំអញ្ចឹងទៅដើម្បីសងទៅលើអ្វីដែលក្រុមហ៊ុនចំណាយទោះបីយើងមើលរដ្ឋាភិបាលក៏ដោយសប្តាហ៍ថ្ងៃនេះក្រសួងផ្សេងសាលាផ្សេងពេលដែលគេឲ្យ scholarship យើងឃើញសាលាជប៉ុនសាលាអីហ្នឹងរដ្ឋាភិបាលយើងក៏មានដែរតែពិតនៅក្នុងក្រសួងសេដ្ឋកិច្ចក្រសួងសុខាភិបាលក៏មានដែរថាពេលដែលយើងទៅបំពេញកិច្ចការងារក្រៅប្រទេសត្រឡប់មកវិញត្រូវធ្វើកិច្ចការងារធ្វើជាគ្រូធ្វើជាអីហ្នឹងគឺ3ឆ្នាំ5ឆ្នាំជូនរដ្ឋាភិបាលនេះគឺជាការចូលរួមព្រោះយើងជាងកាលយើងបានស្ថាប័នរដ្ឋាភិបាលឲ្យយើងជាប់ scholarship ហើយយើងទៅរៀននៅក្រៅប្រទេសហើយស្រាប់យើងមកវិញយើងឃើញតនាប្រាក់ខែខ្ពស់ទៅបានទៅនេះក៏ជាមិនល្អដែរអញ្ចឹងខ្ញុំគិតថាស្ថាប័ននីមួយវិស័យឯកជនជាពិសេសហ្នឹងគឺគួរតែត្រៀមថវិកាដើម្បីប្រប្រដាធនធានមនុស្សនៅក្នុងស្ថាប័នរបស់ខ្លួនបាទ
ចាអរគុណលោកបណ្ឌិតនាងខ្ញុំនៅមានសំណួរមួយចំនួនទៀតហើយបន្ទាប់ពីនេះចង់ផ្ដោតទៅលើឧស្សាហកម្មនៅក្នុងកម្ពុជាយើងវិញអញ្ចឹងចង់ដឹងថាតាមបទពិសោធន៍ចាតើលោកបណ្ឌិតអាចជួយបញ្ជាក់បានទេថាតើឧស្សាហកម្មប្រភេទណាខ្លះទៅដែលអាចនឹងជួបបញ្ហាប្រសិនបើគាត់អត់បានគិតគូរអំពីការអភិវឌ្ឍចាអភិវឌ្ឍធនធានមនុស្សរបស់គាត់បាទសំណួរនេះល្អមែនតើបើយើងមើលនៅក្នុងប្រទេសកម្ពុជារបស់យើងគេហៅថាវិស័យជាវិស័យអតិភិបណាវិស័យដែលទ្រទ្រង់សេដ្ឋកិច្ចនៅក្នុងភីឡាទ្រទ្រង់សេដ្ឋកិច្ចយើងមានវិស័យកសិកម្មយើងមានវិស័យទេសចរវិស័យសំណង់និងវិស័យឧស្សាហកម្មបាទសិតតែវិស័យធំៗបាទវិស័យសំណង់ហ្នឹងបានធំអញ្ចឹងបើនិយាយពីធនធានមនុស្សវិញវិស័យណាក៏ប៉ះកាលណាអត់មានការអភិវឌ្ឍធនធានមនុស្សគឺត្រូវតែប៉ះព្រោះធម្មតាទេគឺយើងដឹងថាសម័យនេះយើងឃើញប្រហោះក្នុង Facebook ណាបាទគឺចេញស្អីថ្មីរហូតបាទមិនទៅដល់ថ្នាក់និយាយរឿងបច្ចេកវិទ្យាទេខ្ញុំនិយាយវិស័យមួយតែប៉ះពាល់របៀបម៉េចឧទាហរណ៍វិស័យកសិកម្មចុះចា៎វិស័យកសិកម្មម៉ោងនេះយើងក៏ត្រូវតែមានការអភិវឌ្ឍខ្លួនដែរទី1វិស័យកសិកម្មយើងសំដៅទៅលើអីការដាំដុះការថែទាំការប្រមូលផលការកែច្នៃកាលណាចូលទៅកែច្នៃទៅឧស្សាហកម្មភ្លាមបាទអញ្ចឹងបើយើងមើលវិស័យកសិកម្មវិញម៉ោងនេះយើងដឹងហើយបាទបងអូនខ្លារ៉ាលើឥឡូវនេះគេហៅថាស្រោចជីថ្នាំពុលប្រើ drone មែនទេបាទចាជាការពិតលោកបាទបានន័យថាដល់ពេលហើយបាទពីដើមយើងឃើញគ្រាន់តែយានយន្តអីប្រើ tractor ទៅបាញ់ថ្នាំអីគឺថាទំនើបឥឡូវនេះប្រហោះ drone ដល់ម៉ោង drone បាទតើយើងអត់ចេះប្រហោះ drone បានអត់ហើយការប្រហោះ drone វាមានការផលចំណេញច្រើនចំណេញទាំងពេលវេលាហើយបានទិន្នផលខ្ពស់តើត្រឹមកម្មករជំនាញនេះអាចបរិញ្ញាអត់គាត់ប្រហោះ drone បានអត់បើសិនជាវិស័យកសិកម្មមួយយើងត្រូវស្គាល់ពីពូជស្គាល់ពីការដាក់ជីស្គាល់ពីទំនើបប្រកម្មផ្នែកវិស័យកសិកម្មសូម្បីតែដាំដូងឥឡូវយើងឃើញមកពីដើមយើងដាំដូងយើងឡើងបេះដូងសម័យថ្មីនេះគឺជាដូងដែលជីកបន្លាហើយបេះផ្លែដូងទម្លាក់ក្នុងទឹកអូសក្នុងទឹកដែរនៅក្នុងសម័យថ្មីខ្ញុំចូលចិត្តខ្ញុំបង្កើតបាន file មួយលើវិស័យកសិកម្មហ្នឹងគឺត្រូវតាមម៉ោងទំនើបកម្មរបៀបការប្រមូលផលធ្វើប្រព័ន្ធ supply chain ecosystem ត្រូវតែរៀនបើមិនរៀនទេអាចថាកម្មករជំនាញទាំងអស់មិនស្គាល់ស្អីគេហៅថាការ supply chain ហើយនឹងផ្គត់ផ្គង់ប្រព័ន្ធ ecology ហ្នឹងគឺអត់ដឹងទេត្រូវតែទៅរៀនឲ្យទាន់សម័យកាលវិស័យកសិកម្មយើងទៅឧស្សាហកម្មវិញណាវិស័យឧស្សាហកម្មកែច្នៃក៏ត្រូវតែដល់ពេលមួយមិនអាចនៅស្ងៀមបានដែរទៅលើវិស័យឧស្សាហកម្មកែច្នៃហ្នឹងគឺសំខាន់ដែរការវិខ្ចប់ដែលកម្មករទាំងអស់ត្រូវចេះតែប្រើម៉ាស៊ីនដែលរដ្ឋាភិបាលលើកទឹកចិត្តកំពុងតែជំរុញគេហៅ IO Industry 4.0 គេហៅថាបដិវត្តឧស្សាហកម្ម 4.0 ដែលប្រទេសកម្ពុជាយើងហាក់ដូចជាការលំបាកក្រសួងការងារគណៈកម្មការបណ្ដុំបណ្ដាលថ្នាក់ជាតិ Skill Development Fund កំពុងតែយកចិត្តទុកដាក់ខ្លាំងណាស់ដើម្បីរុញទៅឧស្សាហកម្មកែច្នៃម្ហូបអាហារក៏ដូចជាការកែច្នៃឧស្សាហកម្មយានយន្តខ្ញុំនៅវិស័យយានយន្តបាទម្ដងម៉ោងនេះតើបងអូនជំនាញខាងគ្រឿងម៉ាស៊ីនរបស់យើងចេះធ្វើឡាន EV នៅចេះធ្វើឡាន BEV នៅបើឡានឥឡូវនេះគឺប្រើសិតតែឡានទំនើបហើយប្រើ EV ចាត្រូវតែអភិវឌ្ឍខ្លួនយើងដឹងថាយើងមាន NPIC យើងមាន NTTS យើងមាន GIZ យើងមានសមាគមកាត់ដេរពាក់ព័ន្ធ GTI បរិបដាលជំនាញផ្សេងប៉ុន្តែមិនទាន់គ្រប់ទេអញ្ចឹងទាមទារឲ្យកម្មករទាំងអស់ពាក់ព័ន្ធវិស័យឧស្សាហកម្មយានយន្តហ្នឹងក៏ត្រូវតែជំរុញវិស័យនឹងខ្លាំងដែលយើងត្រូវ improve អញ្ចឹងម្ចាស់សហគ្រិនក៏ត្រូវតែដល់ពេលមួយដែរហើយជាពិសេសគឺជំនាញត្រូវតែរៀនឲ្យទាន់ព្រោះរដ្ឋាភិបាលកំពុងតែ improve ទៅលើចំណេះដឹងនឹងឯងបាទចាអរគុណច្រើនលោកបណ្ឌិតឆ្លងតាមប្រសាសន៍របស់លោកបណ្ឌិតគឺសសរស្ដំទាំង4ដែលទ្រទ្រង់សេដ្ឋកិច្ចគឺមានការបតិកលាគ្នាមែនតើហើយនៅក្នុងនោះដែរគឺតកតងទៅនឹងការអភិវឌ្ឍធនធានមនុស្សនឹងតែម្ដងចាអភិវឌ្ឍសមត្ថភាពនឹងតែម្ដងអញ្ចឹងលោកបណ្ឌិតអាចជាការយល់ឃើញផ្ទាល់ខ្លួនលោកបណ្ឌិតអាចទស្សន៍ទាយអំពីផលខាតហើយនិងផលចំណេញប្រសិនបើម្ចាស់សហគ្រាសនៅក្នុងសសរស្ដំទាំង4នេះផ្ដោតភាពសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្សតើផលខាតវាអាចនឹងមានអ្វីខ្លះបើសិនបើគាត់អត់អភិវឌ្ឍហើយនឹងផលចំណេញសេដ្ឋកិច្ចវិញតើចំណេញនៅក្នុងទ្រង់ទ្រាយបែបណាចាបាទសំណួរនេះល្អមែនតើដល់ម៉ោងនេះយើងនិយាយហើយនៅគេហៅសេដ្ឋកិច្ចតំបន់សេដ្ឋកិច្ចក្នុងតំបន់សេដ្ឋកិច្ចក្រៅតំបន់ជាពិសេសគឺសេដ្ឋកិច្ចផ្ទៃក្នុងអញ្ចឹងប្រទេសខ្លាំងគឺជាប្រទេសមួយដែលផ្គុំចំណេះដឹងរួមគ្នាបង្កើតចំណេះដឹងរួមគ្នាហើយសហការគ្នាដូចរដ្ឋាភិបាលប្រឹងបង្កើតគេហៅ ChemDX
និយាយអំពីហៅ integrate ទៅលើ digital ដើម្បីចម្បាច់បញ្ចូលថ្នាល digital បញ្ចូលគ្នាហើយរដ្ឋាភិបាលកំពុងតែជំរុញទៅសេដ្ឋកិច្ចគេហៅថាសេដ្ឋកិច្ច e-government គេហៅសេដ្ឋកិច្ច electronic គឺ e-government បាទហើយបន្ទាប់មកវិស័យឯកជនក៏ត្រូវតែដើរតាមទម្រង់បែបនឹងដែរ ចាអរគុណច្រើនលោកបណ្ឌិតសម្រាប់កិច្ចពិភាក្សានៅក្នុងថ្ងៃនេះចង់ដឹងជាចុងក្រោយដែរតើលោកបណ្ឌិតមានជាសារអ្វីដែរឬក៏មតិយោបល់យ៉ាងណាតាក់ទងទៅនឹងប្រធានបទរបស់យើងថ្ងៃនេះការដែលអាចនឹងជួបហានិភ័យប្រសិនបើទាំងសម័យខ្លួនទាំងម្ចាស់សហគ្រាសផ្សេងៗមិនអើពើទៅលើការអភិវឌ្ឍជំនាញចា៎បាទជាចុងក្រោយក៏ជាការអំពាវនាវទៅដល់ម្ចាស់សហគ្រាសទាំងអស់ដែលមានបុគ្គលិកនៅក្រោមជំនាញគ្រប់វិស័យទាំងអស់សហការជាមួយក្រសួងការងារបាទដើម្បីយកបុគ្គលិកជំនាញទី1មក reskill អាចថាកែតម្រូវ skill ឬមួយក៏ skill up ជំរុញ skill បន្ថែមអ្នកអត់ skill គឺរុញទៅ skill អ្នកដែលមាន skill គឺ skill up ដើម្បីរុញ skill បន្ថែមបន្ទាប់មកបើសិនជាឃើញបុគ្គលិកណាដែលមានសក្តានុពលអាចថា reskill គាត់ព្រោះមនុស្សម្នាក់អ្នកធម្មតាគេហៅថារ៉ូស៊ីយើងរ៉ូស៊ីប៉ុន្តែអ្នកបុគ្គលិកគេគឺជាដូចតែអ្នករ៉ូស៊ីបើគាត់អត់មានទុនរ៉ូស៊ីយើងទៅធ្វើការគេគឺដើម្បីតែប្រាក់ខែដើម្បីយកមកហូបចុកនឹងឯគ្នាប៉ុន្តែកាលណាយើង reskill បានន័យថាយើងឡើងទៅមួយកម្រិតទៀតគឺទៅធ្វើអ្វីមួយដែលព្រោះយើងការពីដំបូងមកយើងធ្វើនឹងវាអត់វាត្រូវ skill ដែលយើងរៀនប៉ុន្តែមនុស្សនោះវាមានសក្តានុពលអាចទៅកាន់ skill ថ្មីបានអញ្ចឹងគេឲ្យ reskill ហើយគាត់អាច reskill ក៏ skillman fund ជួយ support fund ក្នុងការប្រដៅដែរហើយជាពិសេសគឺហៅ pre employee បានន័យថាសហគ្រាសនីមួយឬបុគ្គលិកត្រូវការរាប់សិបនាក់រាប់រយនាក់រៀបចំឲ្យគាត់មានការងារធ្វើគឺ skillman fund អាចជួយ support fund រហូតដល់80សឹងតែ 100% រហូតដល់ឥឡូវនេះ skillman fund ធ្វើ content ឲ្យទៀតដើម្បីប្រដៅឲ្យមានជំនាញអញ្ចឹងបានយើងមានខាងក្រោមមួយដែលល្អមែនទែនសូមរំលឹកទីថាឲ្យអ្នកដែលមានជំនាញទាំងអស់មកធ្វើការបញ្ជាក់សញ្ញាបត្រនិងចំណេះដឹងទៅក្រសួងនឹងបញ្ជាក់ឲ្យហើយដើម្បីយកទៅប្រើប្រាស់ហើយមាន endorsement ទទួលស្គាល់គឺយើងបានប្រាក់ខែខ្ពស់នេះគឺជាយន្តការថ្មីមួយដើម្បីជំរុញថាអ្នកដែលគាត់បានធ្វើការតែពិតគាត់បានធ្វើការហើយគាត់អត់មានសញ្ញាបត្រក្នុងដៃទេអញ្ចឹងវាមិនដឹងតឡើងប្រាក់ខែយ៉ាងម៉េចអញ្ចឹងបានជាការអំពាវនាវនៅដំបូងហ្នឹងគឺសូមឲ្យសហគ្រាសទាំងអស់រៀនទទួលស្គាល់អ្នកមានសញ្ញាបត្រហ្នឹងឯងពេលដែលយើងគាត់មានជំនាញហើយយើង recognize គេហៅ prior learning ឲ្យគាត់មានសញ្ញាបត្រមួយគាត់បានប្រាក់ខែល្អជាងមុនហើយក៏អាចថាពេលដែលមកហ្នឹងគឺគេប្រដៅគាត់បន្ថែមដែរបើសិនជាគាត់ស្ទើរគឺខាង skill គេប្រដៅបន្ថែមមកគាត់ដើម្បីគាត់បានសញ្ញាបត្រហ្នឹងគឺគ្រប់លក្ខណៈអញ្ចឹងគឺជាការអំពាវនាវចុងក្រោយគឺការចូលរួមគឺវិស័យឯកជនគឺសហគ្រាសទាំងអស់ម្ចាស់សហគ្រិនហើយនឹងអ្នកដែលជាសហការីទាំងអស់ដែលជាអ្នកដែលអាចថាធ្វើការឲ្យស្ថាប័ននានាក៏ត្រូវតែចូលរួមប្រដៅដែរព្រោះយើងអត់ចង់ឲ្យឃើញថា skill ដែលធំ skill សំខាន់ត្រូវបានធ្វើការដោយជនជាតិបរទេសទេប៉ុន្តែមែនទែននៅចុងក្រោយនេះយើងឃើញប្រទេសកម្ពុជាធ្វើអន់ច្រើនខ្ញុំឃើញបងខ្លារ៉ាដឹងយើងឥឡូវយើងទៅជួបចាថ្នាក់ bank ផងស្ថាប័នផ្សេងផងឧស្សាហកម្មយានយន្តផ្សេងទៀតយើងឃើញមានតែខ្មែរមែនណាពីដើមយើងឃើញសិទ្ធិជនបរទេសឥឡូវនេះខ្ញុំនិយាយមែនទែនណាខ្ញុំធ្វើសិក្ខាសាលាឃើញអីយើងទៅជួបដក name card មកទូនីតិធំណាបាទសិទ្ធិតែខ្មែរយើងទេបានន័យថាយើងក៏អភិវឌ្ឍធនធានមនុស្សបានលឿនប៉ុន្តែគ្រាន់ថាអ្វីដែលរដ្ឋាភិបាលកំពុងតែជំរុញខ្លាំងគឺ skill នេះឯងអញ្ចឹងទេសូមអំពាវនាវមានការចូលរួមហើយម្ចាស់សហគ្រាសគឺជាតួអង្គសំខាន់ចាប់ផ្ដើមទទួលស្គាល់ចាប់ផ្ដើមជំរុញមនុស្សទៅរៀនខ្ញុំគិតថាឲ្យអាទិភាពទី2គឺទៅលើសមាជិកស្ថាប័នហ្នឹងប៉ុន្តែក៏កុំរំពឹងពេកទៅលើស្ថាប័នដែរព្រោះយើងម្នាក់គេឲ្យមានការទទួលខុសត្រូវដោយខ្លួនឯងយើងដឹងថាក្មេងៗដែលបកកែខ្ញុំសូមអំពាវនាវដល់យុវជនតិចក្មេងៗដែលបកកែណាពេលខ្លះគាត់មិនសូវពឹងផ្អែកទៅលើគ្រួសារផងទេគឺខ្លួនគាត់នឹងឯងគាត់ប្រឹងតែម្ដងព្រោះដោយសារគ្រួសារជាងការគាត់លទ្ធភាពគាត់ដែរហើយជាងការគាត់តាមសង្គមអត់ទាន់ពូសម័យបច្ចេកវិទ្យាអញ្ចឹងបងប្អូនទេដែលតើទាន់បច្ចេកវិទ្យាហើយមើលឃើញទីផ្សារការងារធំជាងទោះបីមានការងារធ្វើក៏ដោយក៏កុំនៅស្ងៀមរៀនបន្តចា៎ពាក្យចាស់យើងថារៀនហើយរៀនទៀតរៀនអត់ឈប់ឈរណា
ព្រោះសម័យនេះគឺត្រូវតែរៀនអត់ជប់ឈរដូចគ្នាបាទ ជាការពិតចាអរគុណច្រើនលោកបណ្ឌិតអរគុណចាសម្រាប់ការចំណាយពេលវេលាច្រើនមែនទែននៅក្នុងថ្ងៃនេះទៅចែកអំពីប្រធានបទសំខាន់ចាហើយតកតងទៅនឹងការដែលយើងមិនអើពើទៅលើការអភិវឌ្ឍខ្លួនឯងបញ្ហាជាច្រើននឹងកើតឡើងចាអរគុណច្រើនទស្សនិកជនឆ្លងកាត់តាមការពិភាក្សាគ្នាទៅលើប្រធានបទនៅក្នុងថ្ងៃនេះឃើញថាការដែលយើងមិនអើពើទៅលើការអភិវឌ្ឍខ្លួនឯងក៏ដូចជាម្ចាស់ស្ថាប័នប្រសិនបើមិនអើពើតកតងទៅនឹងការអភិវឌ្ឍធនធានមនុស្សឬក៏បុគ្គលិកកម្មកររបស់យើងទេផលពិបាកជាច្រើននឹងកើតឡើងមិនត្រឹមតែជាអាជីវកម្មទេគឺផលវិបាកជាច្រើននឹងកើតឡើងទៅលើសេដ្ឋកិច្ចទាំងមូលតែម្ដងចា៎នេះខ្ញុំក៏ចង់គូបញ្ជាក់ផងដែរថា SDF មិនមែនជាស្ថាប័នបណ្ដុះបណ្ដាលទេប៉ុន្តែ SDF គឺជាស្ថាប័នមួយដែលផ្ដល់ជំនួយថវិកាបរិភាគតាក់ទងទៅនឹងការអភិវឌ្ឍជំនាញដែលសមស្របទៅនឹងទីផ្សារការងារហើយ SDF ទទួលបានថវិកាគាំទ្រពីរាជរដ្ឋាភិបាលធនាគារអភិវឌ្ឍអាស៊ីភ្នាក់ងារអភិវឌ្ឍបារាំងនិងធនាគារពិភពលោកចាស់ពីកម្មវិធីជំនាញខ្ពស់ចំណុចខ្ពស់របស់យើងនៅសប្តាហ៍ក្រោយនឹងលើកយកនៅប្រធានបទថ្មីផ្សេងរួមនឹងការជួបជាមួយនឹងវាគ្មិនកិត្តិយសផងដែរសម្រាប់កម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះនាងខ្ញុំ Clara វាគ្មិនកិត្តិយសក៏ដូចជាក្រុមការងារទាំងអស់សូមអរគុណសូមជម្រាបលា អរគុណ